Hello Hello my friend admin កុំបីឆាទាំងអស់គ្នាថ្ងៃនេះ admin មានរឿងថ្មីរឿងនេះគឺរឿងនិទានបរោះ3នាក់បរោះទី1នេះគឺជាបរោះ cowboy ប៉សគាត់នឹងបាញ់បហាដៃឆៅចោល20-30នាក់ក៏បាញ់តែមួយផ្លែទេសាហាវហ្មងហើយរឿងនេះដែរនឹងចង់និយាយពីថារឿងនិទានពួកនៅលោកខាងលិចហ្នឹងណាគាត់រឿងនិទានរបស់គាត់គឺបរោះ cowboy ទី1ពាក់អក្សរហើយចំណែករឿងទី2នោះគឺរឿងបរោះ cowboy ដែរប៉ុន្តែគាត់ខ្លាំងដូចគ្នាគាត់តែឯងគាត់ទៅហ៊ានតែប្លន់ធនាគារអញ្ចឹងណាហើយពេលនោះដែរខ្សែជីវិតពួក cowboy ទាំងអស់គ្នាដែលខ្លាំងថាគាត់តែមកផែនដីមានតែឯងហ្នឹងក៏បានស្លាប់ទៅត្រូវអ្នកខ្លះត្រូវក្រុមចោលគ្នាឯងបាញ់សម្លាប់អ្នកខ្លះត្រូវអ្នកលេង cowboy គ្នាឯងបាញ់សម្លាប់អញ្ចឹងណាហើយរឿងកំសត់ទី3នេះគឺជារឿងបុរសពិការមានឪពុកកូននឹងពិការហើយគាត់បានដើរចរាចរចេះចល័តពីភូមិមួយទៅភូមិមួយដើម្បីទៅនិយាយនឹងទានឲ្យអ្នកភូមិស្ដាប់ទៅអ្នកភូមិពេញចិត្តអីបានខុចមកកាក់មួយសែនហ្នឹងណាហើយគាត់ធ្វើដំណើរហ្នឹងគាត់សង្ឃឹមនៅតែកូនគាត់ពិការដៃពិការជើងហ្មងណាហើយឲ្យតែគាត់ទៅដល់កន្លែងភូមិណាក៏រៀបចំបទប្រកាសថាមានថ្ងៃនេះមានរឿងនិទានស្ដាប់អញ្ចឹងណាឲ្យកូនគាត់និយាយហើយឪពុកក៏ចិត្តដេរឆានទៀតគ្មានសំណោះកូនសោះបើកូនគាត់នឹងនិយាយល្អទៅបានគេឲ្យលុយច្រើនហ្នឹងក៏បានបើអញ្ចឹងណាឲ្យកូននឹងស៊ីអីឆ្ងាញ់ៗដល់ពេលសិនបើសិនថ្ងៃណាកូននឹងនិយាយអត់ល្អទេអត់មានលុយមានកាក់ទេក៏បានខឹងកូនខឹងអីអូសម្រាប់រកកូនអីចឹងណាហើយចុងក្រោយជារដ្ឋបរិបកាយើងនឹងនិយាយនៅទៀតហ្នឹងក៏បានស្លាប់ដែរត្រូវឪពុកចាប់បោះទម្លាក់ទឹកហ្នឹងទៅហើយពេលនោះដែរហ្នឹងរឿងនេះណាមានរឿងជាច្រើនមានបរិះ6នាក់ណោះតែមានសុំលើកទៅ3នាក់សិនណាកុំឲ្យនិយាយទៅប៉ាយច្រើនហើយឲ្យមានសុំអរគុណច្រើនណារាល់កំហុសឆ្គងទាំងឡាយដែលមាននិយាយអ្នកទាំងអស់គ្នាមកស្ដាប់ទៅឆ្កំឆ្គងកន្លែងណាសូមអភ័យទោសផងហើយកុំភ្លេចណាជួយ Subscribe like admin ផងតោះកុំឲ្យខាតពេលយូរចូលស្ដាប់រឿងពេញទាំងអស់គ្នាដំបងបើសភៅផ្លំនេះគឺជារឿងបរិះ cowboy ពាក់អក្សរគាត់ឈ្មោះ Black Nelly ណាគាត់គឺមានអារម្មណ៍ថាគាត់អស់ចាំហាលផ្លំមក cowboy គេពាក់អាវខ្មៅតែគាត់ cowboy ពណ៌សហើយក៏បានធ្វើដំណើរទៅអាឡៃសម្បុកអំពើចោរកម្មគិតកពួកគាត់បានទទួលភារកិច្ចទៅកញ្ចប់ពួកចោរអស់ហ្នឹងគេប្លន់ស្លាប់មនុស្សអញ្ចឹងណាហើយគាត់ក៏បានដល់ជីសេះបដាក៏បានជ្រៀងអន្តោហាមេមីឈីឡាយោអន្តោប៊ីហូហ៊ីស៊ីម៉ាយោអន្តោរីហូហ៊ីស៊ីបាយោធំហើយគាត់ក៏បានជ្រៀងភាសាហ្នឹងទៅហើយមិនក៏បកប្រើដឹងតែមិនទេហើយពេលនោះដែរគាត់ក៏បានរំភើបដែរក៏បានគេជ្រៀងទៀតថាខ្ញុំពិតជាសង្ហាខ្លាំងណាស់ហាសនាមរបស់ខ្ញុំក៏ Black Nelly អ្នកណាខ្លាចខ្ញុំណាស់ប៉ុន្តែខ្ញុំមកនេះខ្ញុំប្រាប់បងប្អូនហ្នឹងនេះខ្ញុំទទួលបញ្ជាក៏ចាប់ពួកអាចោរក្បត់នឹងចាំមើលតែជួបពួកវាកន្លែងណាខ្ញុំសម្លាប់ពួកចោរកន្លែងហ្នឹងមកសល់រឿងបាញ់គ្នាជាមួយខ្ញុំបាញ់ទាំងបន្ទួយមកនេះសោយដល់ពេលជុំទៅនេះ Nelly របស់យើងហ្នឹងក៏បានដើរចូលក្នុងបុកពួកចោរក៏បានបើកទ្វារមកទៅហឹងបងពួកចោរនោះមាននិយាយច្រើនក៏បានកន្លែងមុខនេះដល់ចង់កំហុងនេះខាងស្រាតោះស្រាមកែវមើលមានតែគុជមានមកឆាឡាតេអត់ដាក់មកហើយពេលនោះអាពេលថាបើចង់ផឹកទឹកលូចុំអាប៊ូបឡាកាកាយីដឹងអញមែនអាចោថាឥឡូវឯងមកពីណាចង់ផឹកទឹកកន្លែងអញស្គាល់អញអត់ហើយពេលនោះដែរNelly របស់យើងបាននិយាយថាអញមកនេះមកកំចាប់ពួកអាចោក្បត់ពួកឯងហ្នឹងហើយពួកឯងខ្លាំងមកមួយទល់មួយស្មើអញ្ចឹងណាហើយពេលនោះដែរពេលNelly របស់យើងក៏បានបាញ់បែកក្បាលពួកចោងទាំងអស់គ្នាកន្លែងហ្នឹងរឿងគេកាត់ដែរអត់មានដឹងនិយាយតមកកន្លែងហ្នឹងឆ្ងល់ហើយកាត់លឿនពេលអេមិនអើយចង់ត្រឡាញ់អស់នេះនិយាយអត់ទាន់រឿងហើយពេលនោះដែរនេះNelly របស់យើងក៏បានបាញ់បោះហើយពួកនឹងក៏បានស្លាប់អញ្ចឹងណាហើយមកចូលដល់វងលបាយនេះពងលេងកាប់កតែសុកហ្នឹងក៏បានចូលមកមើលទៅសុបាយបារាំងកសាគេជំនាន់ដើមណាចាស់ថារាំងកសាហ្នឹងឯងមានយល់រាំងកសាហ្នឹងមិនហើយពេលនោះដែរក៏បានដើរចូលមកតង់ហើយអានោះក៏ចាញ់អស់បួសគូខោក៏បោះបៀចោលហើយអាពេតួរបស់យើងក៏បានបើកឃើញអាត់ពី8ជួង2ណាក៏បើលេងចាញ់បៀឥឡូវដាក់ជីវិតលេងក្រៅហ្មងអាពេលនោះថាចូលវាយបួណាបាញ់ក្រៅជាមួយអញសេរីចាស់ហើយប្រហែលមកឥឡូវមកយកច្រើនណាអាពេលនោះថាចាតាឯចាស់ណាតាមិនសើតាក្មេងដាក់បែកក្បាលប្រហើនហើយពេលនោះអាតាយកច្រើនអញសេរីមុនដែរបាញ់មកគេអត់28នាក់អាចង់លេងជាមួយអញពេលនោះទាំងអស់គ្នាបានផ្អែមកស្ងាត់ជ្រាបណាហើយមានណាទូ cowboy របស់យើងក៏បានជន់ដាក់ក្តារហ្នឹងប៉ាំង
បាញ់មកខ្លួនឯងអូអ្នកគ្នាអស់នេះអូអាប៊ូបឡាកាកាតិចងប់អស់នេះហើយពេលនោះដែរអាតួខាបយក៏បាននិយាយប្រាប់ថាវានេះជាឃាតករយូរហើយខ្ញុំទទួលការងារពីរាជការដើម្បីសម្រាប់វាតោះលេងបត់ភ្លេងហើយចាំមើលទៀតតែទាំងអស់គ្នាមកជឿងជាមួយខ្ញុំធំថេហើយពេលទាំងអស់គ្នាហ្នឹងអាខាបយរបស់យើងក៏បានជឿងហើយនឹងអាកូនចៅអាប៉ែ gangster ក៏បានដើរថាអូច្បាយលោកប៉ាច្រឡំកូនចៅប៉ាឲ្យបាញ់សាប់ប៉ាអញ្ចឹងអាខ្លាំងអាខាបយពណ៌សអាជាប់មកនេះមកមួយស្មៅជាមួយអញឲ្យប្រឯងអញឲ្យវាខ្លួនណាបាញ់ជីវិតជាមួយអញបើសិនជាអញងាប់ផ្សាយអញបាញ់យ៉ាងទៀតដល់ពេលនិយាយយល់ឡាព្រោះបោថាអើបានហើយមួយស្មៅក៏បានខ្ញុំខ្លាចអែអញសេរីចាស់វិញដែរហើយពេលនោះដែរនឹងការប្រយុទ្ធគ្នាបានដើរមកជើងក្រៅអញ្ចឹងណាហើយខាបយសថាអាក្មេងឯងពងពីហើយនៅចាំតិចអញពងពីឡោះហើយឡើយហើយពេលនោះដែរហ្នឹងអានឹងភ័យផងមានអាពេលខាបយបាញ់បាច់រៀមដៃអស់ជា5មើលកាត់លឿនចូលមករឿងហ្នឹងវិញដល់ពេលជើងតាបើខាបយថាខ្នាតក្មេងក៏ប៉ុណ្ណឹងវាខ្ញុំធ្វើស៊ីផុយហើយបានឆ្លក់កញ្ចក់មើលម្ដងទៀតមានណាបាញ់ទៅក្រោយក៏ដេកអានឹងទៅហើយមកស្ទុះក្រោយមកអាខាបយហ្នឹងគាត់ថាខ្លួនឯងអស់ចាជាងគេមកផែនដីហ្នឹងណាមានណាអ្នកបរោះនឹងក៏ជិះសេះមកហើយរកខាបយនឹងបានស្លឹងមើលនេលីរបស់យើងស្លឹងមើលទៅចង់ហ្នឹងមកពីណានេះហើយពេលនោះដែរថាហេអាចង្រៃខ្លាំងបាញ់នេះមួយស្មៅមួយអញនៅសួរហើយបកែបាញ់អញខ្លាចហើយណានេះឲ្យមកពីណាលើបាញ់នេះមួយស្មៅជួយដល់ចោះអញដែរខ្លាចហើយណាមកខ្លាំងដល់បាញ់រៀបចំក្បួនយកពេលនោះមានណាគឺសហប្រតិបត្តិការបាញ់គ្នាបានដល់ឡើងតួរបស់យើងកវីកភ្លើងមានណាត្រូវអាប៉ែនោះប៉ាំងដាក់ហុយផ្សែងនេះងើក្បាលឃើញមួកឲ្យត្រូវភ្លាមមានដួលភ្លាមរឿងសាហាវហ្នឹងក៏ធ្លាយក្បាលចឹងទៅអាប៉ែហ្នឹងក៏បានដួលស្លាប់នៅកន្លែងហ្នឹងណាហើយមុននឹងស្លាប់ហ្នឹងអត់ទាន់ស្លាប់ទេអាប៉ែនេះដើរមកតាំងមើលចឹងណាបាននិយាយថាឥឡូវមិនឃើញឯងខ្លាំងមិនងើបមកទៀតមកហើយដល់ក៏បានឈូសអាខ្សាច់ហ្នឹងមិនហើយប្រឡឹងអាប៉ែហ្នឹងទៅដល់ឋានសួគ៌ក៏បានជ្រៀងទៀតទៅរឿងគេតំណងដែរហ្នឹងខ្ញុំបានឡើងឋានសួគ៌ហើយអាប៊ូបឡាកាអានេះក៏ជ្រៀងតទៅវិញចឹងណាហើយមកលាគ្នាមកបត់ហ្នឹងក៏បានជ្រៀងចោះជ្រៀងឡើងហើយអាប៉ែខៅបយនឹងក៏បានស្លាប់ទៅហើយពួកឯងខ្មោចឆ្កែងាប់ហើយមិនជួនសាកសពហើយរឿងនឹងចប់តែប៉ុណ្្នឹងទៅគឺរសារកុំគិតខ្លួនឯងអស់ចាមហាលុតផ្លោះអំនួតតែឯងមកផែនដីមិនតែឯងចឹងណាហើយនៅកំពេចថាមួយខ្ពស់នៅមានស្មៅខ្ពស់ពីលើនឹងទៀតហើយរឿងវគ្គមួយបរោះខបយហ្នឹងក៏បានចប់ទៅនឹងទៅគាត់ត្រូវគេបានសម្លាប់រសារអាប៉ែអាខ្មៅលេងខូចគាត់បានគាត់មុនហើយចូលមកដល់សាច់រឿងថ្មីរបស់យើងនេះបរោះទី2នេះក៏បានសាហាវខូខៅមែនតើអើយពាក់ហ្នឹងពួកខៅបយពាក់ប៊ីជើងពាក់អីដើរទៅផនធនីគីឆែតែឯងផនធនីគីហើយធនីគីតាវាស្អីហ្នឹងតាវាស្រែតែឯងមួយចឹងណាបរោះខៅបយរបស់យើងនិយាយច្រើនទេក៏ឃើញបែងធនីគីប៉ុណ្ណាណីដែរនៅវាស្រែតែឯងមិនដាច់ច្រឡំមានតែដងមួយអាប្លន់មិនហ៊ានធ្វើអញក៏បានដោបើកទ្វារចូលទៅដោក៏ហំតិចមើលទៅសម្រាប់ជើង1 2នោះដល់លោហើយមើលទៅអំណាចមហាសាពេលថាសុំ QR code នឹងឈ្មោះមកហើយថាអញមកដកលុយនឹងឲ្យ QR code មកបាញ់ឲ្យលុយឲ្យប្រមាណតោនហើយអញម្ចាស់ធនីគារប៉ុណ្ណាតែខ្វល់លុយឲ្យមែនឲ្យប្រាប់ឯងមកឲ្យ QR code អញមកឲ្យប្រាប់លេខកោសម្ងាត់មកអាពេលនោះដែរអាតានឹងនិយាយទៅប៉ាយច្រើនអាធួយើងគេចោលមហាចោលលុបផ្លន់របស់យើងក៏បានស្ដាប់ឡើងហើយក៏និយាយច្រើនអញក៏ប្លន់អាកចោហើយនេះអញចង់ឆ្លើយអាចំណាស់ឲ្យអញក៏ប្លន់អាដឹងយកសាច់កាអីណាអាមានលុយប្រហែលដកអញទាំងអស់យើងអត់បាយសម្រាប់អាតាចាំទេតែមានណាបោកអាតួចិត្តក្ររបស់យើងអាតារត់គិតខ្លួនបាត់ហើយពេលនោះដែរអាតួរបស់យើងបានប្រមល់លុយទៅហើយក៏បានលុបមើលជុំឆ្វេងស្ដាំឆ្វេងស្ដាំមានមនុស្សអត់ឬសើអាតាទៅហៅហ្គេងមកអញងាប់ដល់មានណាបានប៉ងក៏ត្រូវគេបាញ់បាក់ជើងមួយហើយក៏ក្រាគេដួលគេនូក៏បានលួចមើលមិនណាបាញ់អញមិញក៏លេខឡើងឃើញសៃណាក៏បានហៅសៃឲ្យមកលឿនមកអាបកាច់យកនេះពេលមានការមកហើយក៏បានលួចមើលឃើញអាតានឹងស្លុយបាញ់ឡើងអាតានឹងក៏ត្រូវបាញ់មកភ្លើងងាប់ទៅហើយមកស្ទុះក្រោយមកនេះអាពុទ្ធហែបានចម្លើយកើតឡើងនេះពួកអា gangster ក៏បាត់ចាប់ចងជួកនអាឡៃដំឈើហ្នឹងអាចោលយ៉ាងไรបែងហ្នឹងអញគេបងប្រាក់ខែអញបស៊ីរងថ្ងៃអញការពារបែងហ្នឹងហ្នឹងប្លន់ហើយថំដល់មិនណាដល់ពេលហ្នឹងទៅអាតួយើងហ្នឹងអូយខ្ញុំសុំតោអានោះថាឲ្យស្លាប់នឹងតៃហោហ្នឹងតៃហោហើយមិនស៊ូក្រោយមកយើងនិយាយឡើងនេះ
មានណាក៏ពួកអាហ្គេនឹងអស់ហ្នឹងក៏បានសើចសបាយចុះស្រាប់ហ្នឹងហើយស្ទុះនៅពួកភ្នងក៏បានមកបាញ់ធ្នូយកបាញ់ធ្នូយកអញ្ចឹងណាពួកអាហ្គេនឹងចំកណ្ដុំខ្សែបលេមកលេពួកភ្នងបាញ់មកឈើពួកភ្នងបាញ់ពួកកាប់ផងអាប៊ូបឡាកាការ៉ូហើយដល់ពេលអញ្ចឹងទៅពួកខៅបូនឹងចាញ់ពួកភ្នងហើយភ្លើមិនឈ្នះធ្នូយកហើយពេលនោះបាញ់គ្នាទៅពួកអាខៅបូដែលស្លាប់អាតួចោលផលរបស់យើងហ្នឹងក៏បានប្រសើរទៅហាអាមេក៏ទ្រីងមើលភ្នងក៏បានមើលមុខឡាកាចាហើយងាប់នឹងហើយងាប់នឹងសំឲ្យពួកអាជីវិតចោលណាហើយពេលនោះដើរនឹងពួកភ្នងពួកអីនឹងទុកឲ្យបរោះយើងនឹងកណ្ដាលម្នាក់ឯងហើយសាយវាឃ្លានវាដើររទៅមុខទៅស៊ីស្មៅហ្នឹងមួយនឹងអាចោលរបស់យើងនឹងក៏ដឹងធ្វើមិនដែរអូយក៏នៅលើសាសហ្នឹងហើយសាសហ្នឹងខំប្រឹងស៊ីទៅហើយពេលនោះសមកអាតួរបស់យើងក៏បានកលេចឃើញអ្នកកំវាលសាសដែរទៅអេអាប្រកាច់យកអាឃើញអញដាច់កោដែរមកជួយអញផងហើយពេលនោះដែរអាបរោះកំវាលកោហ្នឹងក៏បានមកតាំងណាហើយក៏បាននិយាយត្រូវឲ្យគ្នាហើយមកស្ទូក្រោយមកប្រកាច់យកស្រែសាយធម្មតាអត់ទេដៃខ្លួនឯងបាញ់កង្កាធ្វើឯណាដូចអ្នកខ្លាហានបាញ់កាភ្លើងបាញ់ប្រកាច់ប្រកិនទាញកជុងស្លាប់អាប្រកាច់យកនេះអាឆ្កមុនហ្នឹងឲ្យមានស្រែអញបាញ់ទៅអាចដៃអញរៀង20ឆ្នាំអត់បាញ់ឲ្យច្បាស់ហើយដល់ពេលចឹងនាំគ្នាបានបដាទៅចូលហើយភូមិក្រែងហ្នឹងណាហើយបានដើរទៅឥឡូវបាច់ភ័យណាភូមិហ្នឹងប៉ាអញតែកម្មហើយខ្លាចជាមួយអញទៅខៅដែរហើយពេលនោះណា Gangster មកក្រងក៏បានជិះមកតាំងហើយយកអាអ្នកទាំងពីរហ្នឹងមកចឹងណាថានេះលោកច្បាយវាបានចូលដៃចូលជើងគ្នាមិនបានចូលដៃចូលជើងទេយកព្យួរកដល់ទៅមើលទៅពួកឯងហ្នឹងមកហាស្តាញ់ប្លន់ហ្នឹងមើលទៅហើយអាបរោះកំពូចោលខៅបយរបស់យកប្លន់បែងតែឯងហ្នឹងក៏បានស្លាប់នៅកន្លែងហ្នឹងដែរហើយក៏បានកលេចឡើងខតានៅយមអើយតាយមស្លាប់ឡើងឋានសួគ៌យមទៅអីអាប្រកាច់ឯងមិនដឹងណាឡើងឋានសួគ៌ឲ្យបើអាក្រក់ហ្នឹងគឺឋានឡើងឋានសួគ៌ហើយមនុស្សឃើញតែក្មេងនេះមួយញ៉ាំដាក់ទូប្រយើងហើយកាយបហាជីវិតហ្នឹងក៏បានមកដល់រឿងហ្នឹងចង់ក៏បានចប់ត្រឹមហ្នឹងដែរបរោះខៅបយតែផ្លន់ធានាគៀននឹងសាហាវហើយចូលដល់សាច់រឿងទី3របស់យើងនេះអាកូនគាត់ជាមួយនឹងឪពុកគាត់បានដើរទៅភូមិមួយពីភូមិមួយទៅនិទានគេស្ដាប់ណាហើយគាត់ជាកូនគាត់ជាជនពិការតែឪពុកហ្នឹងគាត់មានតែកូនមួយហ្នឹងហើយប៉ុន្តែគាត់យកកូនទៅរកស៊ីណាបានផលប្រយោជន៍ណាកូនបង្កើតគាត់ណាហើយដល់ពេលហ្នឹងគាត់បកទៀតសាសពីមួយទៅមួយហើយបើប្រកាសថាយប់នេះមានការសម្ដែងការនិយាយរឿងទៅទៀតហើយពេលយប់ហ្នឹងក៏បានមកដល់ឪពុកក៏បានរៀបចំ1 2ហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានមកមើលណាយកអីយកមកក៏ថាអូមកសើបរឿងទៅទៀតណាជំនាន់ហ្នឹងឲ្យមានចូលចិត្តណាបានដើរទៅទៀតចឹងអីពីភូមិមួយទៅភូមិមួយស្អាតណាយើងមិនទៅសភាពក្នុងរឿងហ្នឹងអ្នកភូមិក៏បានយកអីរឿងខ្លួនមកអង្គុយស្ដាប់ណាហើយពេលនោះដែរតោះចាប់ដើមមកសម្ពោធបើកវាំងននមកនិយាយរឿងយើងស្ដាប់ហើយពេលនោះវាំងននក៏បានរួចខ្វះហើយបរោះពិការរបស់យើងកំសត់មែនទេក៏បាននិយាយរឿងទៀតហើយសូមជូនរឿងកុមារតេបពេលនោះតេបក៏បានដើរធ្វើដំណើរសងព្រេងហើយជួបនឹងហេតុការណ៍ដូចជាសត្វដូចជាអីបានជួយសង្គ្រោះទៅរកពនាងសក់មាសនៅរាជវាំងនៅឯនាយសមុទ្រអីចឹងហ្នឹងគឺចានិយាយណារឿងទៀតណាហើយពេលនោះដែរតួអង្គរបស់យើងខំនិយាយហើយតែរបស់យើងបានជួបរឿងអីខ្លះចឹងទៅហើយពេលនោះនិយាយឡើងភូមិរបស់គ្នាបានស្រឡាញ់កាំងស្ដាប់គាត់ថាអូរឿងនិទានកុហកអីក៏ព្រោះយ៉ាងនេះហើយដល់ពេលចឹងទៅគាត់ខំនិទានឡើងទៅមួយទៅរាជប់មក1 2ជំនាន់ណាមានម៉ោងដឹងថាម៉ោងប៉ុន្មានហើយអ្នករបស់គ្នាបានស្លុកស្មារតីណាគេថាអូរឿងតេបនេះបាត់ជាព្រោះមែនស្នាមញ៉ាំដាក់ខ្លោយពេលហ្នឹងហើយដល់ពេលក៏ញ៉ាំហើយអ្នករបស់គ្នាក៏បានទះដៃថាអូអាប៊ូបឡាកាកានិយាយនេះព្រោះមែនតើនិយាយព្រោះមែនតើចឹងណាហើយដល់ពេលទៅឪពុកក៏បានដើរប្រមូលលុយហើយតួអង្គពិការរបស់យើងក៏ខំពឺតនិយាយទៀតចឹងណាហើយគឺថាយប់នេះគឺក្រែលហើយក៏បានបញ្ចុកសាច់កកូនឯងរលុយបានច្រើនណាជីសាច់កច្រើនក៏ប៉ុន្តែឪពុកក៏មានចិត្តលន់កូនណានិយាយច្រើនបានលុយច្រើនទៅឆ្លាញ់កូនបញ្ចុកកូនហើយណាកូននិយាយទៅសិនមានអ្នកស្ដាប់បានប្រមូលលុយតិចទៅខឹងស្អប់កូនចឹងណាហើយជីវិតគាត់ចង់ក្រោយត្រូវឪពុកបោះចូលទឹកសម្លាប់ដល់ពេលចឹងទៅនេះក៏បានធ្វើដំណើរទៅភូមិមួយទៀតហើយក៏ឲ្យកូននិយាយទៅក៏បានអង្គុយមើលអង្គុយស្ដាប់ហើយអ្នកទាំងអស់គ្នាបានអង្គុយស្ដាប់កូននិយាយរឿងទៀតហើយពេលនេះនិយាយរឿងដូចទៀនដូចខ្ញុំនិយាយណារឿងមួយទៅរឿងមួយរឿងនេះក្រៀករឿងអីចឹងទៅហើយអ្នកទាំងអស់គ្នាក៏បានអង្គុយស្ដាប់ហើយតួអង្គរបស់យើងខំនិយាយគាត់ថាបានលុយច្រើនណាហើយយូរទៅស្ងាត់ទៅឪពុកក៏បានខូចចិត្តទៅកូនអញនិយាយយូរទៅមិនលេងមានអ្នកស្ដាប់ចឹងទៅអញចំវាមិនរួចកូនហ្នឹងហើយដល់ពេលទៅឪពុកក៏បានដើរប្រមូលលុយគ្មានណាឲ្យលុយបានតែ2 3កាក់ចឹងណាហើយជំនាន់ពី3កាច់ជំនាន់ហ្នឹងនឹងលុយប៉ុន្មានមិនដឹងទេហើយពេលនោះដែរហ្នឹងឪពុកអស់សង្ឃឹមទៅហើយ
có bơ tới nó con ta thơm mới nó bay phò bị giàu rồi hay còn coi chuyện từ vô tắc ai con nâng phật hai bên nó đá nè cầm ăn chinh bình nào ta phun môi bốc nâng cái bàn áo con nhá nặt con nhá thay là nghĩa nè hai bên nó đá bốc nâng cái bàn thu đầm nào ta phun môi tiệt hai ai con tiệt mới ta ở sân khăm lấy mình nữ đạp ấy mình nữ tích tơ hay bốc nó không o bao mình nữ chán mà cái ao lưới chán là nặt con nó lạnh con nó mình đằng sơi mình đừng thả bốc nó on chất ở đây đừng khơi màทำไมก็គ្នាបកាយនិយាយប៉ុណ្ណឹងដែរណាគេអត់ស្ដាប់ហ៎ហើយពេលនោះដល់បខំកូនឲ្យនិយាយគ្រប់ភូមិស្មានក៏និយាយដែរអត់ទៅយប់ឡើងនិយាយហើយការប៉ត់ណាមានណាគេមានស្ដាប់គាត់នឹងណាហើយឪពុកនឹងអស់សង្ឃឹមណាហើយឲ្យនិយាយច្រើនណាមិនដឹងធ្វើមិនទេកូនណាអញ្ចឹងម៉ែឯងមានរស់ទៀតទេមើលទៅអញគិតក្បត់ថ្ងៃហើយកូនបង្កើតមែនតែអញមើលទៅអញ្ចឹងមកលេងរស់ហើយកូនសេតឪពុកស្បឹងគួបទៅនិយាយឡើងហើយជារឿងចៃដនទេណាក៏បាននិយាយពិបាកទឹកចិត្តគ្នាអញ្ចឹងណាគ្នាកូនបង្កើតហើយគ្នាវិការទៀតមើលថែគ្នាថាមើលគ្នាចង់កើតអញ្ចឹងក៏បានយកអាកូននឹងទៅផ្ទះបនស្រីហើយអាតានឹងខូចមែនតើណាអត់និយាយច្រើនទេស្បឹងខូចចិត្តក៏បានចង់អញ្ចឹងចង់ស្នេហាមិនដឹងអត់មានដឹងកន្លែងហ្នឹងមានអៀនណានិយាយស៊ីចម្ដៅក៏បានយកកូនចូលបន្ទប់នឹងដែរប៉ុន្តែយកអាតួរបស់យើងបាយចេញទៅគាត់ប្រតិបត្តិការអូខេពជាកំណើតអីចឹងណាហើយក៏បានហើយមានក៏បានបញ្ឈឺចិត្តបែរមកអាកូននឹងហើយម្នាក់ស្រីអូស៊ីនឹងក្នុងរឿងណាក៏បាននិយាយបញ្ចោតឌឺដងអាកូននឹងកូនអស់សង្ឃឹមមែនតើហើយក៏បានប្រើអាទូអង្គពិការរបស់យើងទៅនិយាយម្ដងទៀតអូយធ្វើបាបគ្នាមែនតើហើយនិយាយឡើងគាត់ថាអស់សង្ឃឹមមែនតើមនុស្សតែ3នាក់អង្គុយស្ដាប់កូននិយាយដែរមានអាណារឿងកុមារតែមួយនិយាយ5 6ថ្ងៃណាអង្គុយស្ដាប់តន់អាណាស្ដាប់ដែរឡើងអត់មានរឿងថ្មីហ្នឹងហើយបខំគ្នាពិការឪពុកនេះគាត់ហ្វោកហៅមែនដល់ពេលទៅកុំពិការរបស់យើងក៏បាននិយាយហើយក៏ប៉ើអើយកូននិយាយទៅឡប់ព្យាយាមនិយាយអស់និយាយមែនតើហើយមើលទៅគេឈប់ស្ដាប់ហើយមានណាតែប្រហែលអ្នកគ្នាឈប់ស្ដាប់នឹងទៅលេងបាយប្រជាប្រិយមន់ចឹកលេខ1 2សំណាងអញ្ចឹងណាគេបដូរកណិតថ្មីគេថាអភិវឌ្ឍខ្លួនឯងទៅជោគជ័យហើយពេលនឹងបានបတ်អាទិទៅបានកលេឃើញក៏ចំក៏ដុំខ្សែមនុស្សទាំងអស់ហ្នឹងក៏ប៉ាត់អត់មើលកូនអញសោកនឹងទានកូនអញខ្សែគេលេងលបាយប្រជាប្រិយស្អីហ្នឹងមើលលើមើលមានណាក៏ឃើញតំណងនេះលបាយស៊ីសងណាទិញចាប់បានលេខ29បញ្ចុះតម្លៃនេះបញ្ចុះតម្លៃហ្នឹងក៏បោកចឹងដាក់ដល់ចំណៃតម្លៃលេខហ្នឹងទៅមន់នឹងចុកហើយឯមិនដឹងក្នុងរឿងហ្នឹងមិនបោកឲ្យបិនទេហើយពេលនោះដល់អាពេនឹងរងលុយបានមហាសាលហើយអាពេនឹងមានក៏បានស៊ីស៊ូក៏ទិញតាក់តងអាពេនឹងឥឡូវចង់ទិញមកណារស់ស៊ីដូរ៉ៃអញ្ចឹងណារស់ស៊ីភូមិគ្នាក៏បានហុចលុយកក់លុយមកណាមហាសាលហើយពេលនោះបានធ្វើដំណើរទៅភូមិមួយហើយលើកចំណៃមកលើកចំណៃអីកូនប៉ារហូតមកកបថ្មីអីហើយប៉ាគឺថាកូនមិនហត់និយាយទេប៉ាចង់ឲ្យកូនសម្រាប់រហូតអញ្ចឹងណាហើយកូនឯងមកមុខប៉ាមើលអីហើយទៅប៉ាមិនដឹងធ្វើមិនទេគឺថាប៉ារហូតស៊ីថ្មីហើយកូនឯងក៏បាច់ភ័យទៀតដែរកូននឹងសុខសប្បាយហើយពេលនោះបាទទៀតសើក៏បានបទៅតាំងដាក់មន់ពីលើណាហើយគាត់បុរសពុការហ្នឹងក៏បានឃើញណាអូសង្ស័យប៉ាឈប់ស្រឡាញ់អញហើយមើលទៅហើយពេលនោះក៏បានបើអាទៀតសាយឆ្លឡើងហ្នឹងឲ្យមានស្រឡាញ់ឡៃហ្នឹងមែនទែនក៏បានអឺតមើលអាស្ពានហ្នឹងខ្ពស់មហាសាក៏ថាបាយយើង3 400ម៉ែត្រមើលទៅតម្លាក់ថ្មសាយតម្លាក់បើទៅថ្មធ្លាក់ទៅលឿនណាតម្លាក់កូនអញដឹងតែលឿនហើយពេលនោះដែរបុរសពុការយើងក៏បានមើលប៉ាធ្វើអីហ្នឹងក៏ថាសង្ស័យប៉ាគិតយន់បោះចោលហើយមានណាកម្រងការពុតមែនឪពុកក៏បានគិតក៏បានប៉ុនប៉ងរួចហើយមកស្ទូក្រោយមកក៏ដើរមកញ៉ាំដាក់កូនខ្លួនឯងណាហើយការពុតនេះក៏បានទម្លាក់គ្នាចោះទៅបាតស្ពានហើយរឿងប៉ុណ្ណឹងណាហើយអេមីននឹងសុំបន្តទៅរឿងបុរស3នាក់ខាងមុខទៀតប៉ុន្តែសុំវីដេអូក្រោយណាព្រោះរឿងនេះវែងពេកឡើងពី3ម៉ោងជាងឲ្យមានកាត់បានតែបុរស3នាក់នេះហើយអេមីននិយាយអីឬកំហុសឆ្គងទាំងឡាយហ្នឹងសូមអ្នកទាំងអស់គ្នាភ័យទៅឲ្យអេមីនផងអរគុណអ្នកទាំងអស់គ្នាដែលបានជួយចុច like subscribe អេមីនសូមអរគុណអ្នកទាំងអស់គ្នាជម្រាបលា